សម្លៀកបំពាក់យ៉ាងម៉េចបាទខុសគេម្នាក់បាទត្រឹមត្រូវខុសគេខាងឆ្វេងដៃដឹងនរណាទេខាងឆ្វេងដៃខុសគេនេះគាត់គឺជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ម៉ាឡេស៊ីឃើញទេរូបថតមួយបើយើងមិនចាប់អារម្មណ៍យើងអត់ដឹងហើយសួរថាមានស្អីនៅពីក្រោយនៃការពាក់អាវខុសគេឥណ្ឌូនេស៊ីគាត់ធ្វើម្ចាស់ផ្ទះគឺគាត់សុំរដ្ឋមន្ត្រីការបរទេសទាំងអស់ទាំងគាត់ម្ចាស់ផ្ទះផងលោកស្រីរ៉េតណូនៅកណ្ដាលហ្នឹងត្រូវពាក់អាវបាតិចទាំងអស់គាត់សុំគាត់ដាក់ទៅស័យលិខិតមកតាំងពីមុនប្រជុំធ្វើលិខិតកំណត់ទូតនេះមកអញ្ចឹងគឺថាត្រូវពាក់អាវបាតិចជាអាវបាតិចដែលប្រពៃណីរបស់ឥណ្ឌូនេស៊ីដល់ពេលម៉ាឡេស៊ីគាត់អត់ពាក់សួរថាមានរឿងអីនៅពីក្រោយខ្នងតាមពិតមានប៉ុន្តែគាត់បញ្យល់ហេតុផលយ៉ាងម៉េចទេនៅពេលដែលគេសួរគាត់ថាហេតុទេបានជាមិនពាក់អាវបាតិចដូចគេដូចឯងគាត់ថាមកពីគេកាត់ឲ្យហ្នឹងវាតូចពេកវាចង្អៀតប៉ុន្តែរឿងពិតវាមាន2 3រឿងនៅពីក្រោយនោះរឿងដែលសំខាន់គឺប្រទេសម៉ាឡេស៊ីហើយនិងឥណ្ឌូនេស៊ីនេះគាត់ឆ្លោះគ្នារហូតដល់ពេលឥឡូវហ្នឹងអត់ទាន់ចប់ទេពីរឿងអាវបាតិចដែលគាត់ដាក់ទៅ UNESCO ដូចរបៀបគេហៅថាយើងកំពុងឆ្លោះគ្នាជាមួយថៃមួយថៃហើយនឹងគុនខ្មែរយើងចឹងឥណ្ឌូនេស៊ីបាតិចរបស់គាត់ត្រូវដាក់បញ្ចូល UNESCO ហើយម៉ាឡេស៊ីគាត់ជំទាស់គាត់ថាបាតិចរបស់គាត់ល្អជាងឥណ្ឌូនេស៊ីផងថ្លៃជាងឥណ្ឌូនេស៊ីផងចឹងតែចេះគ្នាទៅវិញទៅមកឥណ្ឌូនេស៊ីនេះឆ្លោះជាមួយនឹងម៉ាឡេស៊ីហ្នឹងនៅ2រឿងទៀតអាបាដាល់ហ្នឹងគេហៅថាឈ្មោះស៊ីឡាត់ហ្នឹងជារបៀបជាក្បាច់គុនមួយទៀតក៏ឆ្លោះជាមួយឥណ្ឌូនេស៊ីដែរម៉ាឡេស៊ីនៅឆ្លោះជាមួយគ្នាអត់ទាន់ដាច់ស្រេចដែរក៏ដូចគ្នានៅមួយទៀតគេហៅមហូបឡាក់ស៊ីលេម៉ាអីគេនោះហានោះមួយទៀតមហូបក៏ណាមហូបហ្នឹងក៏ឆ្លោះគ្នាដែរទាញថាសិតតែប្រវត្តិដើមរបស់ខ្លួនឥណ្ឌូនេស៊ីគាត់ថារបស់គាត់ម៉ាឡេស៊ីគាត់ថារបស់គាត់ដែរឃើញទេអញ្ចឹងវាមានចំនួននៃប្រវត្តិសាស្ត្រឬក៏តាក់ទងទៅនឹងវប្បធម៌ហ្នឹងក៏នៅតែបន្តនៅក្នុងចំណោមអាស៊ានហ្នឹងឯងបាទ